ប្រទេសបារាំងបានប្រកាសនាថ្ងៃសៅរ៍ទី23ខែឧសភាថាខ្លួនបានហាមរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Itamar Ben-Gvir មិនឲ្យចូលក្នុងប្រទេសជុំវិញការបញ្ចេញវីដេអូនៃការធ្វើទុកបុកម្នេញលើក្រុមសកម្មជនបរទេសដែលទាហានអ៊ីស្រាអែលចាប់បាននៅព្រំដែនកាហ្សានេះបីយោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន F រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Barrot បានលេខលែងតាមបណ្ដាញសង្គមថាចាប់ពីថ្ងៃនេះទៅលោក Itamar Ben-Gvir ត្រូវបានហាម5មិនឲ្យចូលទឹកដីបារាំងបន្ទាប់ពីសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមរបស់គាត់ចំពោះពលរដ្ឋបារាំងនិងអឺរ៉ុបដែលជាផ្នែកមួយនៃក្រុមការងារមនុស្សធម៌លោកបន្ថែមថារួមជាមួយប្រទេសអ៊ីតាលីលោកក៏កំពុងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកម្រិតសហភាពអឺរ៉ុបប្រឆាំងនឹងរដ្ឋមន្ត្រីស្ដាមនិយមរបស់អ៊ីស្រាអែលរូបនេះផងដែរគួរបញ្ជាក់ថាវីដេអូដែលលោក Ben-Gvir បានចែកចាយកាលពីថ្ងៃពុធបង្ហាញពីការប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរលើសកម្មជនបរទេសដែលនាំជំនួយចូលកាហ្សាតាមផ្លូវសមុទ្រពួកគេត្រូវបានឃាត់ខ្លួនដោយអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិហើយកំពុងរងចាំការនិរទេសនៅកំពង់ផែភាគខាងត្បូងនៃទីក្រុង Ashdod នៅក្នុងវីដេអូនោះគេឃើញសកម្មជនរាប់សិបនាក់ត្រូវបង្ខំឲ្យលុតជង្គង់ក្រាបដល់ដីដោយដៃរបស់ពួកគេត្រូវចាប់ចងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថារបៀបដែលលោក Ben-Gvir បានធ្វើគឺមិនស្របទៅនឹងតម្លៃនិងបទដ្ឋានរបស់អ៊ីស្រាអែល